សួស្តីអ្នកទាំងគ្នានេះគឺវីដេអូសម្រាប់ថ្ងៃទី3ពួកខ្ញុំទៅដើរផ្សារតែមុននឹងទៅដើរផ្សារគឺញ៉ាំស៊ុបចិនមួយសិនបំពងកម្លាំងសិនព្រោះអីប្រហែលថ្ងៃហ្នឹងដូចដើរយើងច្រើនហ្នឹងហើយអ៊ីគាត់នាំមកផ្សារធំនៅចិត្តផ្ទះគាត់អញ្ចឹងអានេះគឺផ្សារមានគ្រប់មុខដូចគ្នាប៉ុន្តែចេញពីកន្លែងហ្នឹងទៅមកកន្លែងទៀតហ្នឹងពីកន្លែងហ្នឹងចិត្តគ្នាចាំខ្ញុំដាក់ location នៅលើហ្នឹងវាជាប្រភេទ outlet អាផ្សារទី2នេះមួយថ្ងៃទល់ល្ងាចនេះបាន3ស្បោងគេដែរមកដល់ផ្ទះវិញម៉ោងប្រហែលជា8ជាង9រៀងស្ងល់ពួកអូឡានស្រុកនេះបើកសាហៅហ្មងម៉ោងប្រហែល10ពួកខ្ញុំចេញទៅខែវញ៉ាំម្សាទៀតនេះគឺ Wing Stop ឆ្ងាញ់មកបងប្អូនគ្នានេះគឺសកម្មភាពទៅមើលក្លឹប7ជាន់នៅក្នុងក្រុងរបស់គេនៅម៉ាឌ្រីតហ្នឹងនេះសកម្មភាពបន្ទាប់ពីមកពីក្លឹបវិញនៅនឹងគេមានក្លឹប7ជាន់ទៅក្លឹប7ជាន់ហ្នឹងហើយមកវិញនេះញ៉ាំវីស្គីតែមួយកែវឯងមួយកូនកែវឯងហើយពុលឡានទៀតនេះសកម្មភាពមកវិញចប់ត្រឹមហ្នឹងថ្ងៃទី3ម៉ោង3យើងមកដល់បន្ទប់វិញកាត scan អត់ចូលមិនមែនដោយសារខ្ញុំស្វឹងទេណាគឺអាហ្នឹងវាគាំងអញ្ចឹងឯងនេះមកថ្ងៃទី4មកដល់ចិត្តផ្ទះអ៊ីហ្នឹងម៉ោង1ជាងហើយអញ្ចឹងខ្ញុំហត់មកញ៉ាំអាកន្លែងផ្សារយើងទៅមិនសមមិញហ៎មកញ៉ាំនំប៉ុណ្ណឹងសិនហើយបានចូលរួមពិធីគូកំណើតនៅផ្ទះអ៊ីថាមកមិនបាច់ញ៉ាំអីទេនៅនេះមានម្ហូបច្រើនណាស់ so Spanishគាត់គឺរੂរាយដាក់ពួកខ្ញុំខ្លាំងមែនទែនហើយមានអារម្មណ៍ថាកក់ក្ដៅហ្មងនៅចូលរួមកម្មវិធីហ្នឹងគ្រូសាគាត់ទាំងអស់គឺមកលេងជុំគ្នាទាំងអស់ពីថាខ្ញុំជាប់ហើយបើសិនបើទៅក្រុមtraditional របស់ Spain ហ្នឹងគឺខ្ញុំ pass ហើយស្នាមខាតទៅគួយស្លាញ់របស់ម៉ាម៉ាហត់អត់រួចទេម្នាក់មួយ best memory សម្រាប់មកទ្រីបលើកនេះគឺសប្បាយខ្លាំងហើយកក់ក្ដៅហ្មងដូចនៅផ្ទះខ្លួនឯងពួកគាត់រੂរាយខ្លាំងមែនតើ baby ឡើងខ្ជូតខ្លាំងអ៊ុយខឿនមែនតើចង់ទៅថើបពីមែនតើចប់កម្មវិធីហ្នឹងគឺមកញ៉ាំការ៉េមហើយមកញ៉ាំ traditional churros វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបាយបាយជួបគ្នាវីដេអូក្រោយ